អ្វីទៅជាសិលធម៌តើអំពើបែបណាដែលយើងចាត់ទុកថាមានសិលធម៌ឬក៏អសិលធម៌បាទសិលធម៌នេះមកពីពាក្យថាសិលបូកនឹងធម៌សិលនឹងប្រែថាវាចាកអំពើអាក្រក់បាទឬក៏សេចក្តីល្អចំណែកឯធម៌នេះមានន័យថាដំបូន្មានឬក៏ធាតុទ្រឹស្ដីឬក៏សភាវៈត្រត្រង់អញ្ចឹងបូករួមមកសិលធម៌សម្គាល់នៅទ្រឹស្ដីទាំងឡាយណាដែលនាំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អវាចាកនៅអំពើអាក្រក់ហ្នឹងយើងហៅថាសិលធម៌បាទសំដៅទៅលើទ្រឹស្ដីដែលអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អហើយមិនប្រព្រឹត្តនៅអំពើអាក្រក់ណាមួយដោយកាយវាចាឬក៏យើងអាចនិយាយម្យ៉ាងទៀតថាសិលធម៌នេះគឺជាមនសិការបាទមនសិការនឹងសំដៅទៅលើការធ្វើទុកនៅក្នុងចិត្តឬក៏ការកំណត់ទុកនៅក្នុងចិត្តដំណើរនៃការយកចិត្តទុកដាក់នឹងហៅថាមនសិការអញ្ចឹងសិលធម៌នេះគឺជាមនសិការដែលជាក្រមច្បាប់បានន័យថាជាក្បួនច្បាប់វប្បធម៌នៃសកម្មភាពសង្គមដែលជ្រាបចូលទៅក្នុងបុគ្គលម្នាក់ម្នាក់អញ្ចឹងសិលធម៌នេះគឺជាក្បួនច្បាប់ជាវប្បធម៌នៃសង្គមរស់នៅរបស់មនុស្សឧទាហរណ៍ទី1ដូចជាការប្រកបមុខរបរសុចរិតមិនលួចឆក់ប្លន់មិនបោកប្រាស់អ្នកដទៃជាដើមបានន័យថាការធ្វើបែបហ្នឹងគឺមានសិលធម៌ជាអំពើប្រកបទៅដោយសិលធម៌យើងប្រកបរបរសុចរិតត្រឹមត្រូវធ្វើស្រែធ្វើចម្ការឬក៏ធ្វើការងារជាកម្មកររោងចក្រទៅធ្វើការងារនៅតាមក្រសួងស្ថាប័នណាមួយធ្វើការងារដែលល្អត្រឹមត្រូវមិនខុសច្បាប់ផ្ទុយទៅវិញបើសិនជាយើងទៅប្រកបមុខរបរទុច្ចរិតឆក់ប្លន់ជាដើមឬក៏ទៅធ្វើការងារណាមួយដែលច្បាប់មិនអនុញ្ញាតឬក៏សង្គមមិនទទួលស្គាល់ន័យថាជាអំពើអសិលធម៌ដូចជាការមិនបៀតបៀនឬក៏ការមិនប្រើអំពើហិង្សាទៅលើអ្នកដទៃជាដើមការធ្វើបែបហ្នឹងបង្ហាញថាមនុស្សម្នាក់ហ្នឹងគាត់មានសិលធម៌ល្អផ្ទុយទៅវិញបើសិនជាគាត់ទៅបៀតបៀនធ្វើបាបអ្នកដទៃប្រើអំពើហិង្សាទៅវាយតប់បង្កឲ្យមានរបួសស្នាមអំពើទាំងអស់ហ្នឹងគឺជាអំពើអសិលធម៌មិនមានសិលធម៌ការមិនសម្លាប់ជីវិតអ្នកដទៃបើន័យថាយើងមានសិលធម៌មានឧទាហរណ៍ជាច្រើនទៀតប៉ុន្តែខ្ញុំលើកយកតែប៉ុណ្្នឹងនិយាយជារួមមកថាសិលធម៌នេះសម្គាល់ទៅលើការតាំងចិត្តមិនទៅប្រព្រឹត្តនៅអំពើអាក្រក់ណាមួយឬក៏មិនទៅបៀតបៀនអ្នកដទៃបង្កធ្វើឲ្យអ្នកដទៃមានការឈឺចាប់ជាដើមបើន័យថាមានសិលធម៌ទួយទៅវិញបើសិនជាយើងទៅបៀតបៀនធ្វើបំពានសិទ្ធិសេរីភាពឬក៏ធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់អ្នកដទៃអញ្ចឹងការប្រព្រឹត្តបែបហ្នឹងអំពើទាំងអស់ហ្នឹងជាអំពើអសិលធម៌ទៅនឹងបញ្ហាសិលធម៌នេះមានតែប៉ុណ្្នឹងហើយខ្ញុំចូលទៅកាន់ចំណុចបន្ទាប់ទៀត